ជាបុគ្គលិកទឹកខ្ពង់ខ្ពស់សុខាភិបាលជាកាំងដាក់ក្លៀមចំតែធ្វើការរំមុំដើម្បីសុខភាពប្រជាជនសេចក្តីសន្និដ្ឋានឥឡូវនេះយើងបានឈានមកដល់ចុងបញ្ចប់នៃមេរៀននេះហើយសូមរំលឹកចំណុចសំខាន់ៗទាំងអស់នៅក្នុងមេរៀននេះទាំងអស់គ្នាចំណុចទី1ដែលយើងត្រូវចងចាំគឺជំងឺរលាកថ្លើមប្រភេទ B បណ្ដាលមកពីមេរោគបង្ករោគនៅលើថ្លើមហើយអ្វីដែលសំខាន់គឺទារកស្ទើរតែទាំងអស់ដែលឆ្លងពេលកើតនិងคล้ายទៅជាអ្នកទុកជំងឺរ៉ាំរ៉ៃដែលមានហានិភ័យខ្ពស់ចំណុចសំខាន់ទី2ដែលជាក្តីសង្ឃឹមគឺជំងឺរលាកថ្លើមប្រភេទ B អាចការពារបានយ៉ាងមានប្រសិទ្ធភាពដោយការប្រើប្រាស់វ៉ាក់សាំងការពារគន្លឹះគឺការចាក់វ៉ាក់សាំងដុសពេលកើតដែលត្រូវធ្វើឡើងភ្លាមគឺតិចជាង24ម៉ោងក្រោយពេលសម្រាលដើម្បីទប់ស្កាត់ការឆ្លងពីម្ដាយទៅទារកលើសពីនេះកុមារត្រូវតែបន្តទទួលវ៉ាក់សាំង DPT HIP B-HIP 3 ដុសថែមទៀតតាមការកំណត់ត្រឹមត្រូវគឺនៅអាយុ6សប្តាហ៍10សប្តាហ៍និង14សប្តាហ៍ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារអនាគតកុមារយើងសូមអរគុណសម្រាប់ការយកចិត្តទុកដាក់តាមដានសិក្សាមេរៀនជំងឺរលាកថ្លើមប្រភេទ B នេះទាំងអស់គ្នាសូមតាមដានបន្តទៀតនៅវគ្គក្រោយយើងជាអ្នកការពារយើងជាអ្នកការពារសុខភាពប្រជាជនបើផ្លូវសំខាន់បាក់សាំងចាំបាច់